បាទបងប្អូនថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីធ្វើខ្ទឹមជ្រក់បាទខ្ទឹមសជ្រក់ណាបាទឥឡូវជាដំបូងខ្ញុំលាងទឹកឲ្យស្អាតបន្តិចសិនបាទលាងខ្ទឹមរបស់យើងបានអញ្ចឹងយើងបន្តមកទៀតគឺយើងត្រូវតែលាងកែវរបស់យើងបាទនឹងស្រុះកែវឲ្យស្អាតទៅបាទដើម្បីឲ្យខ្ទឹមជ្រក់យើងបានល្អបាទអញ្ចឹងឥឡូវនេះខ្ញុំចាប់តាមស្រុះកែវដាំទឹកឲ្យពុះសិនមកបាទយើងដាំទឹកឲ្យពុះមកបាទឃើញថាពុះហើយបាទអញ្ចឹងពុះក្តៅហើយបាទអញ្ចឹងខ្ញុំនឹងធ្វើការស្រុះកែវបាទស្រុះកែវនេះកែវចំនួន2លីត្របាទអញ្ចឹងគឺចំពោះខ្ទឹមនេះគឺ1គីឡូបាទខ្ញុំទិញ1គីឡូបាទគេបកឲ្យស្រេចបាទអញ្ចឹងខ្ញុំធ្វើការស្រុះកែវស្របសិនណាបាទស្របទៅបាទហើយយើងលែងទឹកក្តៅនឹងឲ្យសប់ទៅបាទដើម្បីឲ្យវាជ្រះបាទអញ្ចឹងយើងក៏បែបហ្នឹងបាទស្រុះកែវបាទឲ្យវាស្អាតបាទឥឡូវខ្ញុំដាក់អំបិលចំនួន2នេះទឹកសរបស់យើងណាដាក់ចូលទៅលាយគ្នាលាងឲ្យស្អាតបាទហើយយើងស្រង់ទុកទៅបាទឥឡូវយើងធ្វើការជ្រក់ហ្នឹងគឺយើងត្រូវដាក់ទឹកបាទដាក់ទឹក600មីលីលីត្រទៅបាទអញ្ចឹងគឺខ្ញុំលាងសិនបាទលាងឲ្យស្អាតសិនបាទទឹកខ្ញុំក៏ពុះហើយដែរបាទទឹកពុះហើយខ្ញុំត្រូវដាក់ស្ករបាទស្ករហ្នឹងគឺ210មីលីក្រាមមកណា210ក្រាមបាទស្ករ210ក្រាមហើយនឹងទឹកខ្មេះណា210មីលីលីត្រមកបាទអញ្ចឹងនឹងអំបិលបាទកុំភ្លេចដាក់អំបិលចូលនៅក្នុងទឹកដែលយើងដាំហ្នឹងគឺ2ស្លាបព្រាបាយអំបិលម៉ត់យ៉ាងហ្នឹងណាបាទឥឡូវខ្ញុំយកដាក់ចូលហើយបាទខ្ទឹមក៏បានដាក់ចូលនៅក្នុងកែវរួចហើយបាទនេះគឺទឹកយើងក៏ពុះបាទយើងចាក់ចូលនៅក្នុងពេលលាយសពហើយគឺយើងចាក់ចូលតែម្ដងបាទក្របចាក់ទៅហើយយើងទុកចំហឲ្យត្រជាក់ចាំយើងបិទក្របបាទអញ្ចឹងគឺថាលឿនទេវិធីធ្វើខ្ទឹមជ្រក់នេះបាទអញ្ចឹងមើលទៅតែ 4-5 ម៉ោងហ្នឹងវានឹងចេញពណ៌ខៀវហើយបាទអញ្ចឹងទៅ3ថ្ងៃអីអាចញ៉ាំបានដែរបាទឥឡូវនេះគឺមិនទាន់ខៀវទេបាទព្រោះអីទៅតែធ្វើបាទហ្នឹងហើយបាទមើលទៅតំណងណាតើបាទនេះគឺខ្ទឹមជ្រក់បាទវិធី